ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនអត់ទាន់ស្គាល់ខ្ញុំទេខ្ញុំបាទឈ្មោះធីរ៉ាជាអ្នកជួយសង្គ្រោះសត្វអនាថាដែលមាន page ឈ្មោះថា Stray Animal Rescue ឥឡូវនេះគឺខ្ញុំចង់មកអាប់ដេតពីកូនដែលត្រូវបានឡានកិនបាក់ធ្គាមដែលខ្ញុំបានទៅជួយសង្គ្រោះជប់មិញនេះថ្ងៃនេះគឺយើងបាន X-ray គាត់ហើយខ្ញុំនឹងតែ X-ray ឲ្យបងប្អូនមើលដែរបន្ទាប់ពីយើងបាន X-ray ហើយគឺយើងឃើញកាន់តែច្បាស់ថាធ្គាមទាំងសងខាងផ្នែកខាងក្រោមរបស់គាត់ហ្នឹងគឺបានបាក់ទាំងសងខាងបងប្អូនគេមិនបាក់តែម្ខាងគឺបាក់ទាំងសងខាងតែម្ដងអញ្ចឹងទៅក្នុងវីដេអូគឺឃើញថាត្រឹកហ្នឹងបងប្អូនហើយដំណោះស្រាយគឺមានតែការវះកាត់ដើម្បីតភ្ជាប់ឆ្អឹងធ្គាមរបស់គាត់ហ្នឹងឲ្យវាងាំជួបគ្នាវិញបងប្អូនហើយករណីដែលសំណាក់នេះត្រូវបានឡើងកិនហ្នឹងគឺតាំងពី2 ទៅ 3 ថ្ងៃមុនហ្នឹងបងប្អូនមិនមែនទៅតែយប់មិញទេអញ្ចឹងគាត់ទ្រាំការឈឺចាប់ហ្នឹងវារយៈពេល2 ទៅ 3 ថ្ងៃហើយបងប្អូនយើងគ្រាន់តែប៉ះឆ្អឹងយើងតិចតួចយើងឈឺចុះទាំងអស់គ្នាបាក់អានេះបើហៅបាក់ធ្គាមបាក់មាត់ហ្មងបងប្អូនតែឈឺកម្រិតណាបងប្អូនហើយខាងពេទ្យស្អែកគាត់នឹងរៀបចំទៅលើការវះកាត់ហើយដោយសារតែករណីបែបនេះក៏យើងមិនអាចទុកយូរបានដែរដោយសារតែវារំលង2 ទៅ 3 ថ្ងៃហើយបងប្អូនអញ្ចឹងស្អែកនេះខាងពេទ្យគាត់នឹងរៀបចំដើម្បីការវះកាត់ដើម្បីតភ្ជាប់ឆ្អឹងធ្គាមរបស់គាត់ឲ្យវាងាំជួបគ្នាវិញបងប្អូនហើយទៅលើការវះកាត់ផ្អែកទៅលើបទពិសោធន៍ផ្ទាល់ទៅលើការវះកាត់តភ្ជាប់ឆ្អឹងធ្គាមនេះមិនសូវជាមានហានិភ័យប្រហែលទេបងប្អូនមិនមែនដូចការវះកាត់ផ្នែកប្រអប់ពោះឬក៏ផ្នែកសួតអីទេបងប្អូនដែលវាងាយនឹងហូរឈាមច្រើនដែលធ្វើឲ្យវាមានហានិភ័យខ្ពស់ប៉ុន្តែករណីដែលបាក់ធ្គាមនេះគឺមិនសូវជាមានហានិភ័យខ្ពស់ទេបងប្អូនអាចនិយាយមើលថាវាជាផ្នែកខាងក្រៅមួយដែរទេអញ្ចឹងការវះកាត់គឺមិនសូវជាមានបញ្ហាប្រហែលទេបងប្អូនគ្រាន់តែថាការវះកាត់តភ្ជាប់ឆ្អឹងធ្គាមនេះវាអាចនឹងប្រើរយៈពេលយូរដែរបងប្អូនអញ្ចឹងស្អែកនេះបន្ទាប់ពីការវះកាត់គាត់ហើយគឺខ្ញុំនឹងអាប់ដេតជូនបងប្អូនទៀតណាបងប្អូនអញ្ចឹងមានតែជូនពរគាត់ឲ្យទទួលបានការវះកាត់ស្អែកនេះឲ្យបានជោគជ័យឲ្យសុខសប្បាយឲ្យមានបុណ្យកុសលបន្តទៀតឲ្យមានជីវិតមានបន្តទៀតណាបងប្អូនហើយថ្ងៃស្អែកបន្ទាប់ពីការវះកាត់ហើយខ្ញុំនឹងអាប់ដេតជូនបងប្អូនបន្តទៀតណាបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន